នាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈកុលប្រហែលជាចង់សាកល្បងជាមួយនឹងប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកតាមរយៈការគម្រាមកំហែងឈប់រកស៊ីជាមួយអាមេរិកបើហ៊ានដាក់ពន្ធរឹតតែខ្លាំងក្រោយទីក្រុងបាងកកប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅឯមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025លោកអនុទានប្រកាសថាថៃនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិកបើទីក្រុងវ៉ាស៊ីនតោនយកពន្ធលើសពីនេះទៀតទន្ទឹមនឹងនោះលោកក៏បានប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថាទុករឿងពន្ធនៅមួយឡែកសិនទៅត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិនយ៉ាងណាមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិកលោកដូណាល់ត្រាំតបទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេប្រភពបាងកកផុស Credit KPT International តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា